ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីនៅទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុក្នុងឱកាសអបអរសាទរជ័យជំនះ7មករាលើកទី47ឆ្នាំ2026ដែលមានរយៈពេលចំនួន2ថ្ងៃដោយទទួលបានជោគជ័យពិធីប្រកួតកីឡាវាយសីនៅក្នុងឱកាសអបអរសាទរជ័យជំនះ7មករាលើកទី47និងដណ្ដើមពានរង្វាន់7មករាលើកទី25ឆ្នាំ2026រយៈពេលចំនួន2ថ្ងៃដោយខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះបានរៀបចំធ្វើឡើងនៅក្លឹប TR Hop Badminton ដែលស្ថិតនៅសង្កាត់លេខ1ក្រុងព្រះសីហនុដោយពិធីនេះក្រោមការអញ្ជើញជាគណៈអធិបតីពីឯកឧត្តមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាកម្ពុជានិងឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈភិបាលខេត្តព្រះសីហនុហើយព្រឹត្តិការណ៍នេះត្រូវបានបិទបញ្ចប់នារសៀលថ្ងៃអង្គារទី18ខែមករាឆ្នាំ2026ជិតនៅក្នុងឱកាសនោះផងដែរឯកឧត្តមកែវរស់អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានធ្វើការអាននៅរបាយការណ៍បូកសរុបនៅក្នុងការប្រកួតកីឡាវាយសីរយៈពេល2ថ្ងៃខាងលើនេះដែលមានសមាជិកភាពចូលរួមប្រកួតចំនួន12ក្លឹបព្រមទាំងកីឡាករ156នាក់កីឡាការិនី14នាក់គ្រូបង្វឹក11នាក់ប្រតិភូកីឡា14នាក់សរុបទាំងអស់195នាក់ដែលនៅក្នុងនោះមានវិញ្ញាសាប្រកួតចំនួន10វិញ្ញាសាដែលស្មើទៅនឹង72មេដាយការប្រកួតគឺមានចំនួន98ប្រកួតហើយក្លឹបដែលទទួលបានចំណាត់ថ្នាក់ទី1នោះគឺក្លឹប TR Hop Badminton ទី2ក្លឹប VC Connect និងទី3ក្លឹបយុវជននគរបាលជាតិនៅក្នុងឱកាសនោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានថ្លែងនូវការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃសហព័ន្ធកីឡាវាយសីកម្ពុជាព្រមទាំងគណៈកម្មការរៀបចំការប្រកួតនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីរួមទាំងបច្ចេកទេសដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយនៅរាល់បញ្ហាប្រឈមនានានិងបានធ្វើឲ្យដំណើរការនៃការប្រកួតកីឡាវាយសីនៅក្នុងពេលនេះបានប្រព្រឹត្តទៅកាន់តែមានភាពសុក្រិតនិងទទួលបាននូវលទ្ធផលជាវិជ្ជមានដែលយើងទាំងអស់គ្នាអាចទទួលយកបានហើយដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធដែលមានមន្ទីរអប់រំយុវជននិងកីឡាធ្វើជាសេនាធិការដើម្បីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡាទាំងក្នុងក្របខ័ណ្ឌបច្ចេកទេសព្រមទាំងការអនុវត្តពង្រឹងសមត្ថភាពកីឡាករកីឡាការិនីនៅក្នុងខេត្តរបស់យើងឲ្យកាន់តែខ្លាំងពូកែមានថាមពលសម្រាប់នៅក្នុងការចូលរួមប្រកួតដណ្ដើមយកជ័យជំនះនៅក្នុងការប្រកួតនានាហើយទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានលើកទឹកចិត្តនិងផ្ដល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡានិងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនយកចិត្តទុកដាក់ថែទាំសុខភាពដែលជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូបតាមរយៈការហាត់ប្រាណការលេងកីឡាដោយមិនគិតក្មេងចាស់ភេទឋានៈតួនាទីដើម្បីលើកកម្ពស់សុខភាពផ្លូវកាយផ្លូវចិត្តបញ្ញាស្មារតីការពារជំងឺដូចជាឆាបហត់លើសឈាមជំងឺទឹកនោមផ្អែមជំងឺរ៉ាំរ៉ៃមួយចំនួននិងកាត់បន្ថយការចំណាយទៅលើសេវាសុខាភិបាលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារសហគមន៍សង្គមកម្ពុជាទាំងមូលប្រកបដោយសុខដុមនីយកម្មនៅក្នុងនោះផងដែររាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយឧត្តមកតេស្វាហាប់ឆ្លៀសវៃម៉ត់ចត់មើងម៉ាត់ប៉ិនប្រសពនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអភិវឌ្ឍវិស័យអប់រំកាយនិងកីឡាដែលជាទស្សនៈថ្មីមួយសម្រាប់តម្រង់ទិសវិស័យកីឡាជាតិឈានទៅរកការធ្វើទំនើបកម្មដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូបនិងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិនិងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិហើយនៅក្នុងនោះផងដែររាជរដ្ឋាភិបាលគឺបានយកចិត្តទុកដាក់បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកីឡាករគ្រប់កម្រិតជាពិសេសថ្នាយយុវជនវ័យក្មេងអាយុក្រោម13ឆ្នាំឲ្យមានសមត្ថភាពខ្ពស់អាចចូលរួមប្រកួតដណ្ដើមមេដាយឲ្យបានច្រើនដើម្បីលើកស្ទួយកិត្តិយសប្រទេសជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនាពេលខាងមុខនេះហើយជាមួយគ្នានោះផងដែរ
ឯកឧត្តមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាកម្ពុជាបានមានប្រសាសន៍សំណេះសំណាលនឹងធ្វើការបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពីរង្វាន់7មករា2026ដោយបានផ្ដល់ឱកាសទៅដល់កីឡាករកីឡាការិនីម្នាក់ៗក្នុងការបញ្ចេញអស់លទ្ធភាពនៅទេពកោសល្យសមត្ថភាពក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានវឹកហាត់របស់ក្លឹបនីមួយៗនៅក្នុងការប្រកួតប្រជែងនិងរឹតចំណងមិត្តភាពសាមគ្គីភាពជាតិពិសេសការពង្រឹងគុណភាពសមត្ថភាពបច្ចេកទេសកីឡាករកម្ពុជាក្នុងដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីនៅក្នុងឆ្នាំ2030ហើយឈរលើស្មារតីទទួលខុសត្រូវដោយមិនគិតពីការឈ្នះចាញ់កីឡាដើម្បីសុខភាពមិត្តភាពសាមគ្គីភាពនិងបង្កើនគុណផលបច្ចេកទេសនិងមិនមានសកម្មភាពណាមួយអវិជ្ជមាននៅក្នុងការប្រកួតរយៈពេល2ថ្ងៃកន្លងមកនេះគឺជាការប្រកួតព្រឹត្តិការណ៍ទៅដោយរលូននិងទទួលបានជ័យជំនះសម្រាប់ក្លឹបរៀងៗខ្លួនព្រោះការលេងកីឡារមែងតែមានចាញ់ហើយនឹងឈ្នះគ្រប់ការប្រកួតហើយដែលនៅក្នុងនោះផងដែរឯកឧត្តមលីកុសលបានបន្តទៀតថាព្រឹត្តិការណ៍ប្រកួតកីឡាវាយសីនៅក្នុងឱកាសអបអរសាទរជ័យជំនះ7មករានៅឆ្នាំក្រោយខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះម្ដងទៀតដោយត្រូវបានជ្រើសរើសយកទីតាំងក្លឹបវាយសី SBC ដែលស្ថិតនៅក្នុងសង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុ